មួយសារៈសំខាន់នៃការយល់ដឹងពីបុណ្យនិងបាបការយល់ដឹងឲ្យបានច្បាស់ពីពាក្យថាបុណ្យនិងបាបគឺជារឿងចាំបាច់បំផុតប្រសិនបើយើងយល់ខុសវានឹងដឹកនាំចិត្តទៅរកមិច្ឆាទិដ្ឋិការយល់ខុសដែលធ្វើឲ្យយើងលែងជឿលើផលបុណ្យផលបាបមនុស្សដែលមានមិច្ឆាទិដ្ឋិនឹងទ្រឹងបិទផ្លូវទៅកាន់ឋានសួគ៌និងប្រនិព្វានហើយបើកផ្លូវទៅកាន់អបាយភូមិនរកប្រេតអសុរកាយតិរិច្ឆានវិញ2អត្ថន័យនៃពាក្យថាបាបនៅក្នុងបរិបទធម៌ពាក្យថាបាបមានន័យថាអាក្រក់ប៉ុន្តែវាមិនមែនសំដៅលើរូបរាងកាយឬភាពកក់ក្វាក់ខាងក្រៅនោះទេមិនមែនជាបាបការប្រឡាក់ភក់ស្លៀកពាក់មិនស្អាតមុខមាត់មិនល្អឬការហូបចុកមិនឆ្ងាញ់មិនត្រូវបានចាត់ទុកថាជាបាបឡើយគឺជាបាបសំដៅលើអំពើអាក្រក់ដែលកើតចេញពីកាយវិការការប្រើដៃជើងទៅសម្លាប់គេវាយតប់គេឬលួចឆក់ទ្រព្យសម្បត្តិអ្នកដទៃវាចាការពោលពាក្យអាក្រក់ដែលបង្កការឈឺចាប់ដល់អ្នកដទៃចិត្តការគិតអាក្រក់ឬក៏មានគំនិតព្យាបាទ3អត្ថន័យនៃពាក្យថាបុណ្យផ្ទុយពីបាបពាក្យថាបុណ្យមានន័យថាល្អឬអំពើល្អវាគឺជាការប្រព្រឹត្តយ៉ាងឡាយណាដែលនាំមកនូវសេចក្តីសុខនិងផ្លូវវិជ្ជមានដល់ខ្លួនឯងនិងអ្នកជុំវិញខ្លួនសេចក្តីសន្និដ្ឋានបុណ្យនិងបាបគឺជាធម៌ដ៏ជ្រាលជ្រៅដែលមនុស្សទូទៅគួរស្វែងយល់តាមរយៈការសិក្សាគម្ពីរនិងការសង្កេតមើលជាក់ស្ដែងក្នុងសង្គមដើម្បីតម្រង់ទិសជីវិតឲ្យដើរក្នុងផ្លូវដែលត្រឹមត្រូវ Aquí no asustas a nadie. Pues ve a cuidarlos y deja de andar jodiendo. Ni muerta te compones.